មិនឲ្យចាញ់អ្នកស្អាងភ័យតូចទេឥឡូវនេះអ្នកស្អាងភ្នំក៏បានបើកកាហ្វេមួយដែរដែលមានឈ្មោះថា Paradise Cafe ទីតាំងគឺនៅជិតវត្តស្អាងភ្នំក៏ដូចជាភ្នំស្អាងតែម្ដងបងប្អូនទាំងអស់គ្នាអ្នកនៅភ្នំស្អាងប្រហែលជាស្គាល់ហើយកាហ្វេមួយកន្លែងនេះកាលលោកពិបាកទៅឆ្ងាយទៅអីអញ្ចឹងណាអញ្ចឹងចិត្តផ្ទះក៏មានកាហ្វេនេះមួយកន្លែងនេះដែរដែលទេសភាពគឺពិតជាស្រស់ស្អាតហើយបងប្អូនទាំងអស់គ្នាអាចចូលផឹកកាហ្វេក៏ដូចជាអង្គុយលេងហើយអង្គុយធ្វើការឬក៏នាំកូនតូចៗទៅលេងបានដែរហើយជាពិសេសជួបជុំមិត្តភ័ក្តិបែបអញ្ចឹងគឺពិតជាត្រូវហើយបងប្អូននិយាយដើមគេជែកគ្នានិយាយពីមេរៀនអីផ្សេងៗហ្នឹងគឺបានទាំងអស់ហើយកន្លែងគាត់ហ្នឹងគឺពោពេញទៅដោយដើមឈើគឺគេហៅថារុក្ខជាតិតែម្ដងណាគាត់ដាំដើមឈើច្រើនមែនតើហើយបុគ្គលិកកកហ្នឹងគឺមាន3នាក់បាទប្រុស1ស្រី2ហ្នឹងតែម្ដងបងប្អូនទាំងអស់គ្នាអាចចូលកំងកាហ្វេទៅបាទបន្ទប់នៅខាងក្នុងគឺម៉ាស៊ីនត្រជាក់តែម្ដងចូលមកបុគ្គលិកគាត់នៅចាំទទួលហើយបើនិយាយពីតម្លៃវិញគឺចាប់ពី 5000 រៀលទេបងប្អូនហើយរសជាតិហ្នឹងក៏ឈ្ងុយឆ្ងាញ់ផងដែរបងប្អូនទាំងអស់គ្នាអាចទៅសាកបានជាពិសេសបងប្អូនដែលមកភ្នំស្អាងមកអីណាចង់រកកាហ្វេរកអីញ៉ាំរកអង្គុយ relax គឺថតរូបថតអីជួបជុំពិភាក្សាការងារអីអាចមកទីនេះបានបងប្អូនទាំងអស់គ្នាគឺមានទាំងmatchaឆាមានទាំង ice latte គឺមានទាំងកាហ្វេផ្សេងជាច្រើនមុខតែម្ដងហើយគ្រាន់តែកំងទៅអង្គុយចាំទៅបុគ្គលិកគាត់នឹងយកមកឲ្យដល់ទីតាំងតែម្ដងអត់ពិបាកចូលយកខ្លួនឯងទេហើយថ្ងៃទៅហ្នឹងក៏បានជួបកំមុំ4នាក់នេះបាទគឺនៅភូមិហ្នឹងតែម្ដងបាទភូមិអីនេះផ្លេចសួរបាទទៅហើយទីតាំងវិញបងប្អូនខ្ញុំផ្លេចប្រាប់គឺនៅជិតស្ពានកំពង់ស្វាយតែម្ដងបងប្អូនមកពីភ្នំស្អាងបាទជិតដល់ស្ពានកំពង់ស្វាយមើលស្ដាំដៃហ្នឹងមកឃើញហើយបងប្អូន Paradise Cafe ផ្លាកគាត់ប៉ុណ្ណាណីហ្នឹងហើយគាត់ដើមឈើច្រើនណាអញ្ចឹងបងប្អូនខ្លះដែលឃើញថាអូឃើញកន្លែងតំណដូចមិនចង់ហ៊ានចូលទេតាមពិតកន្លែងគាត់គឺចូលបានបងប្អូនចូលបានញ៉ាំតែកាហ្វេមួយកែវឯងអង្គុយលេងហ្គេមអង្គុយបាញ់ PUBG អង្គុយវាយអីក៏បានដែរបងប្អូនទាំងអស់គ្នាហើយស្រស់ស្រាយមែនទែនណាបងប្អូនមាន laptop អីអាចយក laptop មកអង្គុយធ្វើការបានបងប្អូនហើយមានកូនតូចអីក៏អាចនាំកូនតូចមកក៏លេងកម្សាន្តបានដែរអង្គុយខាងក្នុងម៉ាស៊ីនត្រជាក់ក៏បានអង្គុយខាងក្រៅក៏បានដែរហើយនេះគឺជាគ្រាប់កាហ្វេកន្លែងគាត់ដែលគ្រាប់កាហ្វេកន្លែងគាត់ហ្នឹងគឺគាត់យកមកបែប unique ប្រចាំហាងតែម្ដងបងប្អូនទាំងអស់គ្នាព្រោះថាហាងកាហ្វេមួយគេសិតតែមាន unique កាហ្វេរៀងខ្លួនប្រចាំហាងតែម្ដងបងប្អូនសាកកន្លែងនោះអត់ត្រូវមាត់បងប្អូនមកសាកកាហ្វេនៅ Paradise នេះបានអាចត្រូវមាត់នៅ Paradise ក៏ថាបានដែរហើយសំខាន់ admin ទៅម្នាក់ឯងអត់មានគូអញ្ចេះទៀតបាទអង្គុយផឹកកាហ្វេបាទស្ដាប់បទចម្រៀងកន្លែងគាត់ហ្នឹងទៅលងលោចយ៉ាងដែរអូខេអញ្ចឹងអ្នកនៅស្អាងភ្នំអីបាទចង់ទៅលេងកាហ្វេអាចទៅលេងបានទៅញ៉ាំកាហ្វេនៅទីនេះបានបងប្អូនទាំងអស់គ្នាជម្រាបលាបាយ